Ba sẽ bong bồn ngày ni no mà rong bong bồn một tu sna prasad Boran Khmer ឬក៏ប្រាសាទរបស់ប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបក្រុងសៀមរាបបាទហើយខេត្តសៀមរាបគឺជាខេត្តមួយដែលជាទឹកដីអច្ឆរិយៈសម្បូរទៅដោយប្រាសាទបុរាណខ្មែរហើយក្នុងនោះប្រាសាទល្បីៗជាច្រើនដែលព្រះមហាក្សត្រខ្មែរបានបន្សល់ទុកជាកេរមរតកសម្រាប់ប្រជាជនខ្មែរតមកដល់បច្ចុប្បន្ននេះហើយនឹងទៅអនាគតបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាដែលខ្ញុំបានផ្ដិតយកធ្វើការចែកជូនទៅដល់ភ្ញៀវទេសចរជាតិទេសចរអន្តរជាតិឲ្យបានឃើញកាន់តែច្បាស់អំពីប្រាង្គប្រាសាទដែលកសាងឡើងដ៏មហិមាបាទដែលយើងមិនអាចនឹកស្មានថាតើការសាងសង់នោះគឺសាងសង់ដោយរបៀបណាដោយដុំថ្មលើកដាក់បន្ទប់ហើយបានចេញជាផ្ទាំងប្រាសាទល្អឯកនៅក្នុងពិភពលោកយើងនេះបាទអញ្ចឹងនេះគឺជាសក្ខីភាពដែលសបញ្ជាក់ឲ្យឃើញថាដូនតាពុព្វបុរសខ្មែរព្រះមហាក្សត្រខ្មែរឬក៏អាណាចក្រខ្មែរគឺបានបន្សល់ទុកមរតកដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបាទនេះគឺបងប្អូនភ្ញៀវទេសចរជាតិអន្តរជាតិគាត់មកទស្សនាហើយនឹងមានភាពសប្បាយរីករាយផងដែរនោះគាត់បានផ្ដិតយករូបភាពប្រាសាទអង្គរវត្តនេះតែម្ដងបាទនេះគឺជារូបភាពបាទដែលខ្ញុំនិងក្រុមគ្រួសារបានចំណាយពេលមកទស្សនានៅក្នុងខេត្តសៀមរាបនេះហើយគោលបំណងគឺទស្សនាទៅដល់ប្រាសាទនានានៅក្នុងខេត្តសៀមរាបទាំងមូលបាទនេះខ្ញុំបានចេញដំណើរពីសន្តាគារដែលខ្ញុំបានស្នាក់នៅហើយនឹងធ្វើដំណើរមួយថ្ងៃពេញបាទដោយប្រើប្រាស់នៅម៉ូតូរ៉ឺម៉កបាទជាម៉ូតូរ៉ឺម៉ករបស់ខ្មែរហើយចាផងដែរនោះបាទជាងវត្តហ្នឹងណាបាទនឹងដិតយករូបភាពទៅតាមដងផ្លូវដែលឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តក៏ដូចប្រាសាទទៀតបាទហើយនៅក្នុងផ្លូវនេះជារដូវមួយភាសាហើយមានភ្លៀងធ្លាក់ផងដែរនោះគឺរុក្ខជាតិដែលដុះនៅតាមអមសងខាងផ្លូវក៏ដូចជារុក្ខជាតិផ្សេងគឺមានភាពស្រស់ស្រកាលតែម្ដងបាទហើយនៅក្នុងតំបន់អង្គរក្នុងខេត្តសៀមរាបនេះគឺមានរុក្ខជាតិមានដើមឈើធំបាទដែលផ្ដល់នូវម្លប់ហើយនឹងផ្ដល់នូវភាពស្រស់ស្រកាលដែលអមជាមួយនឹងផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែកសម្រាប់ភ្ញៀវជាតិអន្តរជាតិដែលមកទស្សនានៅក្នុងខេត្តសៀមរាបទស្សនានៅអង្គរវត្តយើងនេះតែម្ដងបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាតាមដងផ្លូវបាទហើយផងដែរនោះគឺដោយខាងក្រសួងទេសចរបានប្រើពាក្យមួយថ្មីសម្រាប់វិស័យទេសចរគឺប្រើពាក្យថា Green Season បាទបានន័យថាទេសចរបៃតងបាទអញ្ចឹងគឺរដូវកាលបៃតងអញ្ចឹងគឺពិតជាស័ក្តិសមមែនទែនបងប្អូនបាទយើងឃើញទេសភាពតាមដងផ្លូវគឺមានភាពស្រស់ស្រកាលតែម្ដងបាទហើយយើងនឹងទទួលបានអារម្មណ៍មួយប្លែកទទួលបានអារម្មណ៍យើងត្រជាក់ស្រស់ស្រាយតែម្ដងបាទអូខេអញ្ចឹងនេះគឺទស្សនវិជ្ជាជាក់ស្ដែងបងប្អូនអាចបន្តតាមដានជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំនឹងរៀបរាប់ខ្លះបាទតកតងទៅនឹងសកម្មភាពដែលខ្ញុំបានផ្ដិតចែកជូនបងប្អូនហើយសូមអធិស្ឋានផងដែរសម្រាប់ដំណើរកម្សាន្តរបស់ខ្ញុំនេះគឺខ្ញុំមានគោលបំណងថតដើម្បីទុកជាឯកសារទុកជាវីដេអូសម្រាប់ខ្លួនខ្ញុំមើលទៅថ្ងៃមុខបាទអាចចែករំលែកបន្តទៀតទៅដល់បងប្អូនភ្ញៀវទេសចរជាតិអន្តរជាតិដែលគាត់មានបំណងចង់មកទស្សនានៅក្នុងប្រទេសកម្ពុជាក៏ដូចជាទស្សនានៅក្នុងខេត្តសៀមរាបនៅក្នុងតំបន់ប្រាសាទផ្សេងជាពិសេសគឺប្រាសាទអង្គរវត្តប្រាសាទអង្គរធំប្រាសាទតាព្រំហើយនិងប្រាសាទល្បីៗជាច្រើនទៀតនៅក្នុងខេត្តសៀមរាបនេះតែម្ដងបាទអញ្ចឹងនេះគឺជា
វីដេអូមួយដែលខ្ញុំបាទបានរួមបញ្ចូលគ្នាពីចំណុចមួយបាទដើម្បីចែកជូនបងប្អូនអញ្ចឹងសង្ឃឹមថាប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូដែលខ្ញុំបានចែករំលែកនេះសូមបងប្អូនជួយចុច like ចុច share បន្តដើម្បីជាអត្ថប្រយោជន៍ទៅដល់ភ្ញៀវទេសចរជាតិអន្តរជាតិផ្សេងៗឲ្យគាត់បានដឹងអំពីសក្តានុពលនៃវិស័យទេសចរបាទប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើងនេះតែម្ដងបាទអញ្ចឹងនេះគឺខ្ញុំបានធ្វើដំណើរពីកន្លែងដែលខ្ញុំស្នាក់នៅហើយបានស្រស់ស្រូបអាហារពេលព្រឹកបាទមុននឹងបន្តដំណើរទៅកាន់ខេត្តទៅកាន់តំបន់អង្គរបាទហើយបន្ទាប់ពីហូបរួចរាល់អញ្ចឹងគឺខ្ញុំបានចេញដំណើរតទៅទៀតបងប្អូននេះអញ្ចឹងគឺស្អាតមែនតើបាទអញ្ចឹងខ្ញុំដូចជាមិនសូវមានអីបរិយាយវិញទេអញ្ចឹងសូមបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទសង្ឃឹមថាបងប្អូននឹងតាមដានពីដើមរហូតដល់បញ្ចប់នៃវីដេអូនេះហើយខ្ញុំនឹងផ្ដិតយកក៏ដូចជាផ្ដល់នៅវីដេអូផ្សេងទៀតទាក់ទងនឹងតំបន់ប្រាសាទនានានៅក្នុងដំណើរកម្សាន្តរបស់ខ្ញុំមួយនេះបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់ការតាមដានរបស់បងប្អូនបាទសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើន
xong rồi bên xong niên chua cái tầm rèn phi ngay á mới làm trường không rồi mình làm trường không rồi mơ con ha này và nhưng mà mình đi lâu tao làm cho rồi chi tao tao cũng có một bên nào mà tao dân nhân nó còn tao bên là sao và tao nó con miếng này thì mình chung với những các cuộc môi nó kia tất cả thì ban đi luôn một khi tất là ban là một ra tao đặt nhớ là tao con miếng ở đây và mình nhớ là mình chỉ đặt là sao hay nào muốn cái làm cái nào đó làm cho chân chân tao với lắm bây giờ mọi anh miếng sao vậy đó mà là và có tác bây giờ mình chiếm thì mà nó muốn chân nó phải khối hàng xe nhau chân mau bây giờ lọcបាទចឹងយើងឃើញថាបន្ទាប់ពីការធ្វើដំណើរក៏ដូចជាការទស្សនាទស្សនវិជ្ជាតាមដងផ្លូវឥឡូវនេះយើងខាងខ្ញុំបាទបានមកដល់ជិតដល់មុខអង្គរហើយបាទចឹងគឺជិតដល់មុខអង្គរហើយបាទចឹងគឺពិតជាល្អមែនទែនបងប្អូនហើយថ្ងៃនេះឃើញមានភ្ញៀវទេសចរមកលេងច្រើនដែលជាពិសេសគឺប្រជាពលរដ្ឋកម្ពុជាបាទឃើញមានឡានមានម៉ូតូក៏ដូចជាម៉ូតូរមាក់ជាច្រើនបាទនៅតាមផ្លូវបាទមានទាំងកង់ដែរបងប្អូនណាបាទអញ្ចឹងគឺឃើញមានមកលេងច្រើនមែនទែនបងប្អូនបាទអញ្ចឹងសូមតាមដានបន្តទៀតបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទខ្ញុំមុនមកខ្ញុំទៅដើរដែរគេឲ្យចូលឡើងចាទៅដើរច្រកចូលផ្លូវនេះហ្នឹងគេឲ្យដើរវិញទេថ្មចូលវិញបានដើរបានទេមុនគេប្រើនេះវិញអានោះគេជួលមានពីរខាងមុនដែលថាយើងនៅជួលផ្លូវបុរាណហ្នឹងគេឲ្យយើងឆ្លងកាត់ផ្លូវបាត់បាទឥឡូវយើងអាចឆ្លងកាត់ពីរបានបាទខ្ញុំបានមកដល់មុខអង្គរបងប្អូននេះស្អាតមែនតើណាខ្ញុំថតពីមុខទៅបាទចឹងគឺពិតជាស្អាតមែនតើហើយឃើញដើមឈើរុក្ខជាតិនៅជុំវិញផ្លូវចូលនេះគឺមានភាពស្រស់ខៀវស្រងាត់តែម្ដងបងប្អូនបាទដើរចាំនៅបងប្អូនហើយនេះគឺកូនខ្ញុំបាទចឹងគឺគាត់ដើរខ្លួនឯងបាទគឺជាលើកទី1សម្រាប់គាត់ហើយបាទគាត់មកលេងអង្គរវត្តនេះបាទចឹងដូចខ្ញុំបានជម្រាបពីដើមហ្នឹងគឺខ្ញុំមកខេត្តសៀមរាបមកទស្សនាអង្គរវត្តក៏ដូចជាប្រាសាទផ្សេងៗជាមួយនឹងគ្រួសាររបស់ខ្ញុំបាទគោលបំណងគឺចង់ឲ្យកូនហ្នឹងគឺគាត់បានស្គាល់អំពីប្រាសាទបុរាណដែលជាកេរមរតករបស់ដូនតាយើងពីដើមបាទហើយទុកជាអនុស្សាវរីយ៍ដើម្បីឲ្យគាត់បានដឹងថាអូគាត់ពិតជាបានមកលេងប្រាសាទដែលជាកេរដូនតារបស់យើងផងដែរបាទអូខេចឹងនេះបងប្អូនមើលទេសភាពនៅអមសងខាងផ្លូវពិតជាស្អាតមែនតែនបាទគឺ Green Season បាទចឹងទេសចរជាតិអន្តរជាតិដែលមកទស្សនានៅតំបន់អង្គរពិតជាមិនខកបំណងទេបងប្អូន
បាទមើលទៅជាភ្នែកហើយក៏បានឃើញនៅសម្បត្តិបព្វធម៌ពិភពលោកបាទផងដែរបាទអញ្ចឹងគឺបងប្អូនឃើញហើយមានភ្ញៀវទេសចរគាត់ដើរសំដៅទៅកាន់ប្រាសាទតែម្ដងបាទហើយបងប្អូននៅទីនេះគាត់មកគឺអូគឺថតរូបច្រើនមែនតើបងប្អូនតួយ៉ាងដូចជាខ្ញុំអញ្ចឹងគោលបំណងគឺដូចที่ខ្ញុំបានរៀបរាប់ពីដើមអំបញ្ញមិញហើយផងដែរនេះគឺថតរូបដិតយករូបភាពឬក៏ជាវីដេអូដើម្បីទុកជាឯកសារបាទទុកមើលទៅថ្ងៃក្រោយបាទកម្របានមកបងប្អូនមានបងប្អូនខ្លះគឺគាត់ប៉ងចង់មកទស្សនាប្រាសាទអង្គរវត្តប៉ុន្តែអត់បានមកទេបាទហើយបងប្អូនខ្លះអត់ប៉ងទេបាទអញ្ចឹងដូចខ្ញុំអញ្ចឹងក្រុមគ្រួសារខ្ញុំអញ្ចឹងគឺអត់ប៉ងទេបានន័យថាគាត់ភាសាគ្នានឹកឃើញគឺមកតែម្ដងអញ្ចឹងគឺវាជាការអរមួយដែរបងប្អូនបាទខ្ញុំបាទបាននាំកូនមកទស្សនាដើម្បីគាត់មិនដឹងអីបានច្រើនប៉ុន្តែក៏គាត់អាចមើលនៅវីដេអូនេះក៏គាត់ដឹងអូគាត់បានមកលេងប្រាសាទនៅពេលដែលគាត់នៅក្មេងៗបាទអញ្ចឹងនេះគឺជាចណ្ដើរឈើដែលឡើងតែពិតមានជាថ្មប៉ុន្តែវាសឹករិចរិលទៅអញ្ចឹងគេធ្វើចណ្ដើរឈើបាទអញ្ចឹងជាចណ្ដើរឈើឡើងទៅកាន់ផ្លូវដែលជាស្ពានបាទកាត់គូទឹកនៅជុំវិញប្រាសាទឆ្ពោះទៅកាន់ប្រាសាទបាទហើយនៅទីនេះគឺមានបងប្អូនយើងថតរូបបាទអញ្ចឹងគឺនេះកូនខ្ញុំឡើងលៀនខ្ញុំទៀតបាទដោយសារខ្ញុំថតរូបគាត់ដើរលៀនតែម្ដងបាទអញ្ចឹងគឺយើងឃើញនេះមានជនជាតិហើយនេះគឺជាផ្លូវដើរចូលប្រាសាទអង្គរវត្តតែម្ដងបាទនេះខ្ញុំថតមកខាងក្រោយវិញបងប្អូនបាទស្អាតហើយនេះភ្ញៀវទេសចរអន្តរជាតិបាទបងប្អូនឃើញហើយបាទពិតជាស្រស់ស្អាតមែនតើបងប្អូននេះគូទឹកបងប្អូននៅព័ទ្ធជុំវិញប្រាសាទអង្គរវត្តបាទអូខេចឹងសូមបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទ He wanted to bring the religion from people. But when he showed him to show that when the religion from Pizza. 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 Sạch. Hello. Toàn đo nóng còn. Đó một cái con câu quạt ra. Đó một cái phăng này chị. Đó một cái này đang nào. បាទចឹងសូមបងប្អូនតាមដានទាំងអស់គ្នាបាទចឹងខ្ញុំអត់បាច់អត្ថាធិប្បាយច្រើនទេសូមបងប្អូនតាមដាននៅវីដេអូដែលបងប្អូនបានឃើញបាទចឹងខ្ញុំនឹងចែករំលែកជូនបងប្អូនបន្តទៀតបាទចឹងខ្ញុំនឹងថតយកវីដេអូជា sport បាទអត់ថតបានផ្ទៃទាំងមូលទេបាទ
ចឹងសូមតាមដានទាំងអស់គ្នាសូមបងប្អូនជួយផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំបាទជួយ Subscribe ជួយចុច Like ចុច Share បន្តទៅដល់បងប្អូនភ្ញៀវទេសចរជាតិអន្តរជាតិក៏ដូចជាញាតិមិត្តដែលមានអំណងមកទស្សនានៅក្នុងប្រទេសកម្ពុជាជាពិសេសគឺនៅក្នុងតំបន់សៀមរាបអង្គរនេះតែម្ដងបាទអញ្ចឹងគឺសូមជួយផ្ដល់កម្លាំងចិត្តខ្ញុំគឺជួយចុច Like និង Share បន្ថែមបាទសូមតាមដានទាំងអស់គ្នាជាមួយនឹងវីដេអូខ្ញុំហើយនឹងចែកជូននៅវីដេអូផ្សេងទៀតនៅក្នុងខេត្តសៀមរាបនេះតែម្ដងបាទអញ្ចឹងសូមជូនពរបងប្អូនជួបប្រសពសុខដូចតែជួបគ្នានៅវីដេអូក្រោយៗđang ngày bắt đầu bà តោះកូនទៅឡើងឡោះនោះហើយហ្នឹងណាឡៃនឹងឡៃទឹកហ្នឹងមើល
tao mua con ra thịt mami luôn pero no tanto. Como la gente mata, por eso de matar, o tatuir, eso tiene otro tipo de crimen. Hay mucha gente que hace la cosa buena de mala intención. Mucha gente dice, no, yo quiero dar este tipo de donación, por cambio, intentar robar una gran cantidad en condición de amable o alguna organización de ayudar a la gente que falta trabajo, por condición de ganar más dinero sobre eso. Pero eso no es bueno, pero es bueno, pero mal intención. A veces la gente está matando tanto animales, pero al final, para matarlo a alguien, entonces, para que sepan por qué, mình đi chọn bọc chưa này lên đấy mình cái bọc chưa này chọn chưa mà el juez de muerte que se llama a ustedes llaman católicos San Pedro, que era la llave celestial. Se llama Jesús Cristo. San Pedro abre la puerta y al lấy của dạ này dạ legalmente no, pero no tan explico para que pueda fumar, pero es jodido, pero no es lo
con mong của mẹ. Cái tới thì mình lại